សួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីបងប្អូនថ្នាក់ទី11ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះវិលត្រឡប់មកវីដេអូរបស់ខ្ញុំបន្តទៀតអញ្ចឹងនៅក្នុងមេរៀនថ្នាក់ទី11គឺមេរៀនទី1នៅក្នុងស្វីតចំនួនប៉ិតអញ្ចឹងបងប្អូនថ្នាក់ទី11អាចមើលវីដេអូរបស់ខ្ញុំបានដើម្បីធ្វើការស្វ័យសិក្សាដោយខ្លួនឯងអញ្ចឹងមួយវិញទៀតបើសិនបើបងប្អូនមានអំណងចង់រៀនបំពន់បន្ថែមអីអាចតាក់ទងមកខ្ញុំបានដោយសារខ្ញុំមានថ្នាក់បំពន់បន្ថែមដែរអញ្ចឹងយើងចូលមកមេរៀនរបស់យើងនៅក្នុងសភៅថ្នាក់ទី11មេរៀនទី1របស់យើងគឺស្វីតចំនួនប៉ិតអញ្ចឹងមិនថាបងប្អូនថ្នាក់ទី11វិទ្យាសាស្ត្រប៉ិតនិងបងប្អូនថ្នាក់ទី11វិទ្យាសាស្ត្រសង្គមទេអញ្ចឹងអាចធ្វើការសិក្សានិងស្វ័យសិក្សាបានដោយខ្លួនឯងអញ្ចឹងយើងកលេចមកមើលចំណុចទី1របស់យើងកលេចទៅមើលសញ្ញានៃស្វីតអញ្ចឹងតាមកាពិតទៅនៅក្នុងជីវភាពរបស់យើងជាក់ស្ដែងយើងប្រហែលជាអាចដឹងបានខ្លះៗហើយអំពីសញ្ញានៃស្វីតរបស់គាត់ណានៅពេលដែលយើងអត់បានរៀនអញ្ចឹងទៅយើងមិនអាចដឹងថាអានឹងគឺជាស្អីទេអញ្ចឹងនៅក្នុងមេរៀនថ្នាក់ទី11នេះបើបងប្អូនឡើងមកថ្មីអានឹងវារៀងថ្មីសម្រាប់ពួកយើងឬក៏អាចថ្មីចាស់ហ្មងអញ្ចឹងសញ្ញានៃស្វីតនេះតាមពិតទៅនៅក្នុងជីវភាពជាក់ស្ដែងរបស់យើងអារឿងរាប់លុយឬក៏រាប់អីផ្សេងនេះអានឹងសុទ្ធតែជាសញ្ញានៃស្វីតដែរអញ្ចឹងមិនថាការរាប់លុយទេយើងរាប់500 1000 1500អានឹងសុទ្ធតែជាសញ្ញានៃស្វីតដែរឬក៏រាប់ចំនួនសត្វយើងរាប់សត្វ1ក្បាល2ក្បាល3ក្បាលអីចឹងទៅអានឹងសុទ្ធសឹងតែជាសញ្ញានៃស្វីតដូចគ្នាអញ្ចឹងយើងកលេចមកមើលឧទាហរណ៍របស់យើងអញ្ចឹងនៅក្នុងឧទាហរណ៍នេះខ្ញុំមានពីរឲ្យយើងអញ្ចឹងទី1គឺការរាប់លុយនេះដែលខ្ញុំនិយាយតាំងពីដើមមិញហ្នឹងអញ្ចឹងលុយឧទាហរណ៍លុយ500 1000 1500នេះឬក៏ខ្ញុំដាក់ចុចនេះបានន័យថានៅមានតទៀតអញ្ចឹងអាហ្នឹងគឺជាសញ្ញានៃស្វីតដែរបាទគឺជាសញ្ញានៃស្វីតដែរអញ្ចឹងចំនួនសត្វនេះដូចខ្ញុំនិយាយពីមុនហ្នឹងមិញដែរគឺសត្វ1ក្បាល2ក្បាល3ក្បាលទាំងអស់ហ្នឹងក៏ជាសញ្ញានៃស្វីតដូចគ្នាអញ្ចឹងយើងមើលចំនួនដែលរៀបតាមលំដាប់ខាងលើនេះយើងហៅថាស្វីតចំនួនប៉ិតដែរមិនថាការរៀបជាចំនួនលុយឬក៏រៀបជាចំនួនសត្វទេអញ្ចឹងទាំងអស់ហ្នឹងយើងហៅថាស្វីតចំនួនប៉ិតចំនួនដែលយើងរៀបតាមលំដាប់យើងហៅថាស្វីតចំនួនប៉ិតអញ្ចឹងនៅក្នុងការសិក្សាយើងប្រកាសជាធ្លាប់ឮអ្នកគ្រូលោកគ្រូអ្នកគ្រូរបស់យើងនិយាយគាត់ថារាប់សិលឹកកិច្ចការអីជាតម្រង់ស្វីតឬក៏លក្ខណៈនៃស្វីតហ្នឹងបានន័យថាយើងរៀបតាមលំដាប់អញ្ចឹងរៀបតាមលំដាប់ឈ្មោះនៅក្នុងថ្នាក់រៀនរបស់យើងអញ្ចឹងយើងមើលសញ្ញាព្រួញទី2នេះស្វីតចំនួនប៉ិតដែលយើងសរសេរលុយ500 1000 1500ដែលខ្ញុំសរសេរចុចនេះអានេះបានន័យថាស្វីតអណនតួអញ្ចឹងបានន័យថាលុយរបស់យើងគឺមានច្រើនដែលយើងរាប់មិនអស់យើងមិនដឹងកំណត់ចំនួនថាលុយរបស់យើងហ្នឹងមានប្រមាណទេអញ្ចឹងយើងដឹងថាលុយរបស់យើងមាន500 1000 1500ចុចនេះអញ្ចឹងយើងដឹងថាលុយរបស់យើងតទៅទៀតមានប្រមាណទេអញ្ចឹងយើងហៅថាស្វីតនេះគឺជាស្វីតអណនតួអញ្ចឹងយើងកលេចមកមើលសញ្ញាព្រួញទី3ស្វីតចំនួនប៉ិតដែលយើងសរសេរសត្វ1ក្បាល2ក្បាល3ក្បាលនេះយើងហៅថាស្វីតរាប់អស់អញ្ចឹងចំនួនសត្វតែ3ក្បាលទេអញ្ចឹងយើងអាចរាប់សត្វនឹងអស់ហើយចំណែកអាលុយខាងលើយើងមិនអាចរាប់អស់ហើយដោយសារយើងមានចុច3ដងនេះអានេះបានន័យថាវាច្រើនយើងមិនអាចកំណត់ថាលុយរបស់យើងមានប្រមាណទេតោះអញ្ចឹងឧទាហរណ៍ទី1មានតែប៉ុណ្្នឹងអញ្ចឹងយើងកលេចមកមើលឧទាហរណ៍ទី2របស់យើងអញ្ចឹងគេមានចំនួនកុដ relative វិជ្ជមានបាទគេមានចំនួនកុដ relative វិជ្ជមាន1 2 3 4 5នេះអញ្ចឹងខ្ញុំមើលនេះក៏ជាស្វីតអណនតួដែរដោយសារវាមានចុចតទៅមុខទៀតយើងមិនដឹងថាចំនួនកុដ relative របស់យើងមានចំនួនប្រមាណទេតោះអញ្ចឹងយើងមើល tray ទី2អញ្ចឹងគេមានចំនួនកុដតូចជាង10បាទចំនួនកុដតូចជាង10មាន2 4 6 8ហ្នឹងឯងអត់ដល់10ទេដោយសារនៅក្នុងនេះគេថាចំនួនកុដតូចជាង10បាទយើងមកមើល tray ទី3បន្តទៀតគេថាគេមានចំនួនសនិទានបាទ1លើ2 2លើ3 3លើ4 4លើ5និង5លើ6ទាំងអស់នេះក៏ជាសញ្ញានៃស្វីតដូចគ្នាអញ្ចឹងនៅក្នុងចំណុចនេះវាមិនខុសអីពីឧទាហរណ៍ទី1ប្រហែលទេយើងមើលសញ្ញាព្រួញទី1គេថាចំនួនទាំងអស់ហ្នឹងដែលរៀបតាមលំដាប់ហ្នឹងគេហៅថាស្វីតចំនួនប៉ិតហើយដោយសារវារៀបតាមលំដាប់ហ្នឹងយើងហៅថាស្វីតចំនួនប៉ិតហើយអញ្ចឹងយើងក៏លេខមើលសញ្ញាព្រួញទី2គេថាស្វីតនៃចំនួនប៉ិតដែលយើងសរសេរ1 2 3 4 5ចុចនេះយើងហៅថាស្វីតអណនតួដោយសារវាមានច្រើនតួយើងអាចដឹងថា
នៅក្នុងចំនួនកុដនេះវាមានប្រមាណទេអញ្ចឹងយើងដឹងថាតួដំបូងរបស់យើងមាន1 2 3 4 5នឹងហើយចុចតទៅទៀតយើងដឹងថាមានប្រមាណទេអញ្ចឹងមកយើងហៅថា switch អានតួចំណែកឯ switch នៃចំនួនប៉ិតដែលនៅក្នុង tray ទី2នេះយើងថាចំនួនកុដតូចជាង10អញ្ចឹងចំនួនកុដតូចជាង10មាន2 4 6 8នេះចឹង switch drop អស់ហើយអញ្ចឹងយើងរាប់អាច drop អស់បានអញ្ចឹងមាន2 4 6 8អញ្ចឹងយើងហៅថា switch drop អស់ចឹងយើងក៏លេខមកមើលចំណុចរបស់យើងចំណុចរបស់យើងគេថា switch នៅប៉ុនបាទសំទោស switch នៃចំនួនប៉ុតគឺជាអនុគមលេខដែលគេកំណត់ពីសំណុំនៃចំនួនកុដធម្មជាតិទៅនឹងចំនួនកុដសំទោសចំនួនប៉ុតបាទពីចំនួនកុដធម្មជាតិទៅចំនួនប៉ុតដែលចំនួនកុដធម្មជាតិគឺយើងតាំងដោយ n ហើយសំណុំនៃចំនួនប៉ុតគឺយើងតាំងដោយ r អញ្ចឹងជាទូទៅគេប្រើអក្សរ a បាទ a ឬក៏អុយក៏បានដែរចានេះស្រេចទៅលើប្រធានគេតាំងទេតែបើជាទូទៅគេតាំង a ឬក៏អុយអញ្ចឹងគេប្រើអក្សរ a អងឬក៏អុយអងa អង a ដឺ a ត្រចុចរហូតដល់ an សម្រាប់តាំងឲ្យ switch នៃសម្រាប់តាំងឲ្យតួនៃ switch បាទដែល a អងជាតួទី1 a 2ជាតួទី2រហូតដល់ an គឺជាតួទី n ឬក៏គេតាំងអុយបាទអុយអងអុយដឺអុយត្ររហូតដល់អុយ n អញ្ចឹងសម្រាប់តាំងឲ្យ switch ដែលអុយអងគឺជាតួទី1ហើយអុយដឺគឺជាតួទី2រហូតដល់អុយ n គឺជាតួទី n តែអញ្ចឹងគេតាំង switch នេះដោយនិមិត្តសញ្ញា an ដែល n គឺជារបស់ n អញ្ចឹងនៅក្នុងករណីនេះបានន័យថា n របស់យើងគឺរត់ចាប់ពី1ទៅបាទ n របស់យើងគឺរត់ចាប់ពី1ទៅអញ្ចឹងមានករណីខ្លះទៀតគឺ n របស់យើងរត់ចាប់ពី0ទៅនៅក្នុងសម្រាប់ឬក៏ប្រធានដែលគេដាក់ឲ្យយើងអញ្ចឹងមានករណីខ្លះគេឲ្យចំនួនកុដ n បាទរត់ចាប់ពី0ទៅគឺ0 1 2 3ហ្នឹងអញ្ចឹងបានន័យថា a0 របស់យើងគឺជាតួទី1ចឹងបានន័យថា an របស់យើងវាផ្ដើមដោយតួ a0 ដែល a0 គឺជាតួទី1 a1 នេះគឺជាតួទី2ហើយ a2 គឺជាតួទី3ដោយសារ n របស់យើងគឺវារត់ចាប់ពី0ទៅបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះយើងរៀនត្រឹមចំណុចទី1នេះសិនអញ្ចឹងជួបគ្នានៅវីដេអូក្រោយនៅចំណុចទី2បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះអញ្ចឹងសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយប្រការណាមួយអញ្ចឹងសូមរិះគន់នៅក្នុងន័យស្ថាបនាដើម្បីកែលម្អទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណសូមជម្រាបលា